ហើយបងប្អូនជីវិតគ្រួសារកុំចាំបាច់តារកស៊ីមានបានវិឡាស្ដុកស្ដំតិចតិចុំគឺសុភមង្គលមិនបាច់រហូតតែមានទេបងប្អូនសំខាន់គឺមិនថាមានឬក៏ឲ្យតែយើងចេះបង្កើតសុភមង្គលគ្នាទៅវិញទៅមកចេះលេងសើចជាមួយបងប្អូនប្រពន្ធនិយាយពាក្យល្អដាក់គ្នាទៅវិញទៅមកគឺក្តីសុខហើយបងប្អូនសម្រាប់ខ្ញុំនៃទស្សនភាពពេលល្ងាចបន្ទាប់ពីហូបបាយហើយយើងឡើងលើផ្ទះទៅលេងសើចជុំកូនតិចទៅយើងចូលទៅហើយខ្លះក៏ឲ្យអានសៀវភៅទៅលេងសើចផងរៀនផងបងប្អូនគ្រួសារតែយើងបង្កើតឲ្យមានភាពជិតស្និទ្ធជាមួយកូនបានកូនវាចេះស្រឡាញ់យើងម៉ែបងប្អូនអរគុណបងប្អូនជម្រាបលា